ពេលយើងដោតភ្លើងហើយអត់តន់មួលបើកប្រើបានទេអានេះសញ្ញាបិទបើកដូចទូទួយើងចឹងតោះយើងទូទួតោះយើងបើកចុចបើកបានអាចប្រើបានអាចមើលបានអានេះដូចគ្នាវាលោតភ្លើតនេះបញ្ជាក់ថាកន្លែងបិទបើកគឺនៅតំណែងអញ្ចឹងពេលដែលយើងដោតខ្សែភ្លើងហើយយើងចុចកន្លែងភ្លើតនេះមួយបាច់វាលោតលេខមកអញ្ចឹងបាទវាលោតលេខ0ប៉ុន្តែអត់តន់មួលបើកប្រើបានទេព្រោះយើងវាអត់ដឹងតែយើងត្រូវចង់ធ្វើអីវាមានមុខសញ្ញាសម្រាប់ឲ្យយើងរើអានេះសម្រាប់ស្លសម្រាប់ជៀនសម្រាប់អាំងអញ្ចឹងឧទាហរណ៍ថាអាម៉ៃចង់ស្លឃើញគេដាក់រូបឆ្នាំងហ៎មិនថាស្លដាំបាយស្ងោរស៊ុបស្ងោរឆ្អឹងគោឆ្អឹងអីឲ្យតែប្រភេទប្រើឆ្នាំងអេណុកឆ្នាំងតារាឆ្នាំងចាក់ឆ្នាំងអីឆ្នាំងក្រាស់ឆ្នាំងស្ដើងប្រើបានទាំងអស់ឲ្យតែប្រភេទប្រើឆ្នាំងគឺចុចរូបឆ្នាំងមកបាច់វាលោតលេខមក3200ប៉ុន្តែកម្លាំងភ្លើងវាអស់3500ហ្នឹងខ្លាំងគេចាប់ដើមឡើងក្រហមឃើញទេអ៊ំអូហើយយើងដាក់ឆ្នាំងយើងទៅដល់ពេលអាម៉ៃចង់បធូរបថយលេអាម៉ៃនេះស្រាប់មួយបធូរបថយទេចង់ក្តៅតិចក្តៅខ្លាំងប៉ុន្តែកម្លាំងភ្លើងវាខ្លាំងដំបូងយើងដាក់3500ឲ្យអស់មកឲ្យហាក់ពុះស្លោពុះអីយើងដាំបាយក៏ចុចសញ្ញារូបឆ្នាំងនឹងដែរដល់ពេលវាជប់ខ្ញុំប្រាប់ចាខ្ញុំប្រាប់ឲ្យអស់សុំអីទៅស្រួលបាទដល់ពេលអាម៉ៃដាំបាយឧទាហរណ៍អាម៉ៃស្លយើងចុចសញ្ញារូបឆ្នាំងហ្នឹងឲ្យត្រូវទេអាម៉ៃស្លឆ្អិនហើយអាម៉ៃចង់ឆាឬក៏ចង់ជៀននេះសញ្ញារូបជៀនឆាប្រភេទប្រើផ្ទះឲ្យតែប្រើផ្ទះចុចអានេះទៅមកស្រាប់ជៀនឆាឃើញទេចង់តឡើងតិចតឡើងខ្លាំងមួលតាមលេខវាចឹងទៅប៉ុន្តែសញ្ញាវាសម្រាប់ប្រើផ្សេងគ្នាតែអានេះសម្រាប់មួលក្តៅតិចក្តៅខ្លាំងទេអាម៉ៃចង់អាំងជៀនត្រីជៀនអីឆាអីហើយអាម៉ៃចង់អាំងនេះសញ្ញាអាំងបាច់ចង់ក្តៅតិចខ្លាច់អីចឹងបថយតាមលេខវាមកឃើញអត់អាម៉ែចង់ធ្វើអីហើយបិទវិញនេះអាចយើងចុចបើកដំបូងបាច់បិទដកដូចចេញមកតែបើអាម៉ែចង់កំណត់ម៉ោងអាម៉ែចង់កំណត់ម៉ោងចុចបើកវាអសាថ្មីបាច់មកឧទាហរណ៍អាម៉ែស្ងោរស៊ុបអាម៉ែរវល់ជាមួយទឹកអត់មានអ្នកចាំបិទទេស៊ុបឬក៏អាម៉ែស្លអីចឹងទៅចុចសញ្ញារូបឆ្នាំងបាច់វាលោតកន្លងភ្លើងមកអាម៉ែចង់ដាក់តិចដៃខ្លាំងអីចឹងមួលទៅតែបើអាម៉ែចង់កំណត់ម៉ោងអាម៉ែចង់កំណត់ម៉ោងបិទជំនួសអាម៉ែរវល់អត់មានអ្នកនៅចាំមើលទេចុចសញ្ញារូបនាការនេះបាច់វាលោតលេខមក0.10ហ្នឹងមានតែ10នាទីអាម៉ែចង់ដាក់20នាទីក៏បានចង់បន្ថយ17នាទីក៏បានឲ្យវាបិទជំនួសអាម៉ែឧទាហរណ៍ថាអាម៉ែដាក់17នាទី0.17ហ្នឹងមានន័យថា17នាទីអញ្ចឹងក្នុងរយៈពេលដល់រយៈពេល17នាទីហ្នឹងចក្រាននេះបិទជំនួសអាម៉ែមិនចាំបិទទេទៅណាទៅឧទាហរណ៍ថាអាម៉ែចង់ឆាចង់ជៀនអីចឹងចុចរូបសញ្ញាឆាជៀនដល់ពេលអាម៉ែចង់ឲ្យបិទជំនួសអាម៉ែនៅឆាជៀននោះដល់ពេលឆាជៀនអីឆ្អិនហើយចុចបិទសញ្ញាបិទនេះវិញបាច់បោះដូចចេញតែប៉ុណ្ណាដល់ពេលបើយើងដាំបាយយើងចង់ឆ្លំបាយចឹងយើងមួលតាមហ្នឹងទៅដាំបាយឧទាហរណ៍តាមឲ្យដាំបាយដោតបាច់ចុចបាក់វាសិនដាំបាយចុចរូបសញ្ញាឆ្នាំងមកបាច់ដាក់ឆ្នាំងដាំបាយមកហើយដាក់3500ឲ្យអស់មកដល់ពេលបាយពុះរីងទឹកហើយអាបាយចង់ខ្ញុំបាយថយមកដាក់ត្រឹម2000អីមក2200ទៅល្មមសម្រាប់ខ្ញុំបាយយល់ទេអ៊ំដល់ពេលអាបាយខ្ជិលនៅចាំមើលខ្ជិលនៅចាំបិទអាបាយចង់ឲ្យវាឆ្អិនឲ្យចក្រាននឹងបិទខ្លួនឯងអញ្ចឹងពេលកំពុងតែខ្ញុំបាយហ្នឹងអាបាយចុចរូបនាការមកដាក់5នាទីមកនេះ5នាទីដល់ពេលដល់រយៈពេលងុំបាយ5នាទីចក្រាននេះបិទជំនួសអាម៉ែបិទហើយអាម៉ែមិនបាច់បិទទេនេះស្រាប់បិទវិញបាទប៉ុណ្ណឹងយល់ទេអ៊ំ